តាមបងប្អូនមកទស្សនាថ្ងៃនេះមានវីដេអូមួយអ៊ុតរបៀបអ៊ុតសាច់កណាត់កមូលចឹងរបៀបអ៊ុតគឺបែបនេះយើងអាចដាក់ដៃនៅលើតាបអ៊ុតចឹងមកហើយយើងស្រែថ្នេរវាចំហៀងវាហ្នឹងហើយដាក់ថ្នេរក្លៀកហ្នឹងបងអូនអាចដាក់វាស្មើគ្នាមករួចយើងសោកផ្នែកខាងក្នុងនេះយើងសោកបែបហ្នឹងមកព្រោះអីនៅកន្លែងខ្ញុំវាប្រើតាបទឹកទូចចឹងគឺសម្រាប់សួរសោកចឹងបងប្អូនអាចមើលទៅតាមនៅបានហើយរៀនវាទៅមិនមែនអត់ប្រយោជន៍ទេបងប្អូនយើងអាចរៀនបានចេះទៅហើយបើសិនជាកន្លែងការងារខ្ញុំគេរើសអីចឹងខ្ញុំអាចនឹងជូនដំណឹងនៅលើ TikTok របស់ខ្ញុំហ្នឹងដើម្បីឲ្យបងប្អូនបានដឹងអំការដែលគេរើសចំនួនកម្មករអ្នកអ៊ុតថែមទៀតអីចឹងណាចឹងបងប្អូនអាចមើលវីដេអូនេះហើយរៀនធ្វើតាមទៅនៅពេលដែលខ្ញុំមានត្រូវការបុគ្គលិកអីចឹងកម្មករថែមទៀតនឹងខ្ញុំប្រកាសនៅលើហ្នឹងប្រាប់បងប្អូនហើយបងប្អូនអាចមើលវីដេអូហ្នឹងហើយអាចមកសាកល្បងបានព្រោះអាវខ្ញុំអ៊ុតជារៀងរាល់ថ្ងៃខុសប្លែកគ្នាជាច្រើនសេរីអញ្ចឹងបងប្អូនអាចមើលតាមដានមើលជារៀងរាល់ថ្ងៃទៅដើម្បីឲ្យបងប្អូនចេះអំពីរបៀបអ៊ុតជាច្រើនថាគេអ៊ុតយ៉ាងម៉េចអាវសាច់កណាត់គេអ៊ុតម៉េចអាវខ្វះសេគេអ៊ុតយ៉ាងម៉េចឬក៏អ៊ុតខោអីចឹងបងប្អូនអញ្ចឹងរបៀបអ៊ុតវាសម្រាប់ពួកខ្ញុំវាអាចងាយស្រួលតែបងប្អូនខ្ញុំមិនដឹងថាស្រួលមិនស្រួលទេហើយនេះយើងអ៊ុតរួចហើយនេះបងប្រុសគាត់អ៊ុតបង្ហាញឲ្យពួកយើងបានមើលហ្នឹងនេះហើយអាវនេះស្អាតណាស់កមូលបាត់ឡេវពីក្រោយសាច់កណាត់ត្រជាក់ស្អាតណាស់បងប្អូនហ្នឹងតែអត់មានលក់ទេគឺជារបស់ក្រុមហ៊ុនខ្ញុំគ្រាន់តែជាបុគ្គលិកបង្រៀនអំពីរបៀបអ៊ុតទេបើបងប្អូនមិនយកចំណុចត្រង់ណាអាចមកសាកសួរឬ comment ខាង